បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះចែករំលែកតទៅទៅនឹងហុងស៊ុយដំបូលផ្ទះបាទនៅក្នុងក្បួនហុងស៊ុយបាទគឺដំបូលផ្ទះគឺមានច្រើនសន្តានច្រើនបែបតាមសម័យកាលនិងតាមតំណន្តរស័ក្តិដូចជាវាំងស្ដេចនិមឺនរដ្ឋមន្ត្រីអ្នកមានបាទគឺផ្សេងគ្នារួមទាំងប្រជាប្រដ្ឋធម្មតាផងដែរបាទសម្រាប់ថ្ងៃនេះគឺខ្ញុំបាទចែករំលែកតទៅនឹងដំបូលផ្ទះទូទៅដែលល្អសម្រាប់វិជនយើងធម្មតារស់នៅហើយក៏មានហុងស៊ុយផងដែរបាទគឺជាប្រភេទដំបូលផ្ទះដែលស្មើទី1បាទទី2គឺរាងស្រួចបន្តិចតែកុំស្រួចខ្លាំងទី3យើងមើលដំបូលផ្ទះថាខ្លាសខ្ពស់ជាងឬក៏អ្នកខៀវខ្ពស់ជាងហើយនៅក្នុងក្បួនណាគឺយើងគួរតែយកខាងអ្នកខៀវដែលខ្ពស់ជាងខ្លាសបាទនៅក្នុងវីដេអូហ្នឹងមានផ្ទះដែលមានដំបូលគំរូជាច្រើនបាទគឺល្អអាចយកមើលបានវីដេអូលម្អិតតាក់ទងទៅនឹងដំបូលផ្ទះបាទនឹងចេញនៅពេលក្រោយដែលរួមបញ្ចូលទៅនឹងធាតុទាំង5ដែលមានរូបរាងខុសៗគ្នាផងដែរ